បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដូចបានរៀបជូនពុកម៉ែបងប្អូនដែលនៅទីនេះបាទចាក់ស្ដែងបងប្អូនមួយចំនួនធំដែលនៅវត្តគោ5000ដើមនេះបានត្រឡប់ទៅគេអាឋានវិញហើយដោយសារប្រទេសមានសុខសន្តិភាពឡើងវិញបាទប្រជាពលរដ្ឋមួយចំនួនធំបានចាក់ចេញទៅស្រុកកំណើតដែលជាផ្ទះសម្បែងរបស់គាត់វិញហើយបាទជាពលរដ្ឋនៅទីនេះគឺលោកចេញទៅបណ្ដាហើយបាទទៅបណ្ដាហើយនៅនេះមានចំនួនតិចបាទនៅមានចំនួនតិចទេហើយចំពោះមហោបអាហារដែលក្រុមសហព័ន្ធយុវជនបូជាការពារយុទ្ធធម៌របស់យើងធ្វើបាទថ្ងៃនេះនៅសល់តែមកផ្ទះទេដោយសារប្រជាពលរដ្ឋរបស់យើងនៅមានចំនួនតិចបាទគឺជា1000គ្រួសារនៅសល់តែ1000គ្រួសារទេហើយក៏ចាក់ចេញទៅបណ្ដាហើយដែរបាទហើយការបណ្ដាំផ្ញើរបស់អ្នកអង្គការលេបាត្រាតែងតែផ្ដល់អនុសាសន៍ជូនដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធម៌របស់យើងធ្វើមហោបអាហារជូនពួកគាត់ឲ្យគ្រប់ចំនួនឲ្យឆ្ងាញ់បាទឲ្យគាត់ទទួលទានបានគ្រប់គ្រាន់គ្រប់ពេលគ្រប់វេលាជាចុងក្រោយខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើងដែលចាក់ចេញទៅគេអាឋានតាមដងផ្លូវក៏ដូចជាការរស់នៅប្រកបមុខរបរសូមជួបតែសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណ